ប្រិមិត្តមិត្តភ័ក្តិនៅក្នុងបណ្ដាញសង្គម YouTube បាទថ្ងៃនេះដែរខ្ញុំចង់បង្ហាញពីរបៀបផ្ទេរប្រាក់ពីគណនី EBA ពីគណនី EBA ទៅគណនី Baco បាទអញ្ចឹងយើងវិញគឺយើងចូលកន្លែង menu transfer នេះបាទអញ្ចឹងយើងយកពាក្យថា transfer to local bank and wallet បាទអញ្ចឹងយើងជ្រើសរើសយក menu ទី2នេះគឺ Baco wallet អញ្ចឹងយើងដកលុយពីកុង EBA របស់យើងអញ្ចឹងយើងវាយលេខទូរស័ព្ទដែលយើងភ្ជាប់ Baco បាទអញ្ចឹងខ្ញុំសូមវាយលេខទូរស័ព្ទរបស់ខ្ញុំអញ្ចឹងយើងជ្រើសរើសមកប្រភេទលុយអីដុល្លារអញ្ចឹងយើងដាក់មក$10អញ្ចឹងថ្លៃសេវាគឺអត់អស់ទេយើងវេក្រោម$50គឺថ្លៃសេវា free បាទហើយយើងចុច confirm មកវាសួរថាយើងពិតជាទេប្រាក់ទៅ Baco wallet លេខទូរស័ព្ទប៉ុណ្ណឹងឈ្មោះនឹងមែនអត់អញ្ចឹងយើងចុច confirm អញ្ចឹងយើងដាក់លេខកូដអូខេអញ្ចឹងទៅហើយអញ្ចឹងខ្ញុំទៅឆែកនៅក្នុងគណនី Baco របស់ខ្ញុំដោយសារ Baco របស់ខ្ញុំគឺអត់មាន link ជាមួយ AVA ទេគឺខ្ញុំ link ជាមួយនឹង ACDA បាទអញ្ចឹងខ្ញុំចូលក្នុងគណនីACDA Mobile អញ្ចឹងខ្ញុំចូលខ្ញុំយក transfer បន្ទាប់មកខ្ញុំចូលទី2បាទមនុស្សទី2នេះគឺខ្ញុំឆែក balance Baco នេះឃើញទេ$10ពីនេះ$10ដែលវេមកមិញបាទយើងមើល history វានេះ$10ពីគណនី AVA មិញបាទខ្ញុំ success អញ្ចឹងថ្លៃសេវា free បាទអញ្ចឹងខ្ញុំត្រូវផ្ទេរប្រាក់ពីតកតងនឹងរបៀបផ្ទេរប្រាក់ពីសំទុកតកតងរបៀបផ្ទេរប្រាក់ពី AVA មក Baco គឺរួចរាល់សូមបញ្ចប់វីដេអូទៅប៉ុណ្ណឹងបាទពេញចិត្តសូមចុច like share និងជួយ subscribe channel របស់ខ្ញុំបាទផងបាទសូមអរគុណ